ឥឡូវនេះខ្ញុំបាននឹងបង្ហាញតែម្ដងឆ្នាំពីមុខនេះបាទគឺទី1ខ្ញុំមានខ្ញីបន្ទាប់មកទៀតគឺខ្ញុំមានក្រូចសើចបាទផ្លែក្រូចសើចយើងនឹងយើងយក2ផ្លែក៏បាន3ផ្លែក៏បានហើយខ្ញីគឺយើងយកចំនួន1ដុំប៉ុនដូចខ្ញុំនឹងមកហើយពុកម៉ែបងប្អូនយើងចង់ដឹងហើយថាឆ្នាំនេះគឺវាត្រូវនឹងអ្វីណារោគអីឆ្នាំនេះគឺវាផ្ដោតសំខាន់ទៅលើអ្នកដែលគាត់ឧស្សាហ៍ផ្ដាសាយហើយអ្នកដែលគាត់កំពុងផ្ដាសាយជាពិសេសក្មេងៗតូចអាយុ1ឆ្នាំឬមួយក៏អាយុ2ឆ្នាំអាយុ5ខែអីបាទដែលគាត់ផ្ដាសាយតឹងច្រមុះហៀសវ៉ាវអីគាត់អាចធ្វើវិធីនេះបានគឺបកាយមែនតែនអានេះគឺយើងមិនមែនធ្វើផឹកទេបាទគឺយើងបាទដាំតាក់វាឥឡូវចាំពុកម៉ែបងប្អូនយើងទស្សនាទៅនឹងយល់ហើយបាទឥឡូវនេះយើងមើលវិធីធ្វើតែម្ដងយើងចិតខ្ញីនឹងមកសម្បកវាគឺយើងកុំចិតចោលណាយើងយកទាំងសម្បកដែរអ្នកដែលគាត់ផ្ដាសាយតឹងច្រមុះបាទគឺបកាយណាស់និយាយរួមទៅពុកម៉ែបងប្អូនយើងខ្លះគាត់អត់ជឿទេជាមួយនឹងថ្នាំខ្មែរបាទប៉ុន្តែថ្នាំខ្មែរដែលខ្ញុំជំរាបជូនហ្នឹងគឺសិតតាធ្វើទៅបានផល100%បាទខ្ញុំធ្វើវីដេអូបង្ហោះទៅកាន់ពុកម៉ែបងប្អូនចំពោះក្រូចសើចវិញគឺខ្ញុំដាក់ចំនួនតា2ផ្លែទេអត់ដាក់13ទេបាទបន្ទាប់មកទៀតគឺពុកម៉ែបងប្អូនយើងចាក់តាក់ចូលចំពោះតាក់គឺយើងដាក់តែបន្តិចបានហើយបាទបន្ទាប់មកយើងដាក់គ្រឿងផ្សំរបស់យើងចូលហ្នឹងពីមុខហ្នឹងថ្នាំហ្នឹងបាទហើយបន្ទាប់មកទៀតគឺយើងដាំតាក់នៅឲ្យពុះណាបាទតាក់វាក្តៅតិចហើយបាទអញ្ចឹងពុកម៉ែបងប្អូនយើងទស្សនាដល់ចប់បាទនឹងដឹងរបៀបធ្វើហើយបាទនឹងទទួលបានការបាត់ផ្ដាសាយណាអ្នកដែលគាត់លេបថ្នាំហើយនៅមិនបាត់ទៀតគាត់អាចធ្វើវិធីនេះបានបាទតាក់ហ្នឹងគឺពុះហើយប៉ុន្តែយើងទុកវាឲ្យចេញជាតិក្រូចហើយនឹងឲ្យវាចេញជាតិខ្ញីឲ្យវាសប់ណាបាទវីដេអូនេះគឺធ្វើរៀងកាត់បន្តិចហើយបាទឥឡូវនេះវាចេញជាតិហើយបាទអញ្ចឹងពុកម៉ែបងប្អូនយើងតាមដានមើលវិធីធ្វើឲ្យដល់ចប់នេះគឺខ្ញុំមានជាមួយនឹងតាក់ត្រជាក់បាទតបមកគឺខ្ញុំចាក់តាក់ក្តៅនេះចូលចាក់មកឲ្យពុកម៉ែបងប្អូនយើងស្ទាបមើលមកវាក្តៅអ៊ុនមកក្មេងទ្រាំបានបើសម្រាប់នៅចាស់ក្តៅបន្តិចក៏អត់អីដែរពុកម៉ែបងប្អូនយើងយកដៃយើងដាក់ត្រាំណោម្រាមដៃចុងដៃយើងនឹងត្រាំវាតែ4-10នាទីទេបាទគឺបកាយណាស់បាទគឺបាត់ផ្ដាសាយអញ្ចឹងពុកម៉ែបងប្អូនយើងយកជើងត្រាំដែរណាមិនមែនយកតែដៃទេបាទពុកម៉ែបងប្អូនយើងយកកធុនមួយដាក់ជើងយើងចូលបាទហើយយើងត្រាំមកបាទវីដេអូនេះធ្វើរៀងកាត់បន្តិចឥឡូវខ្ញុំឧទាហរណ៍ណាពុកម៉ែបងប្អូនយើងដាក់ជើងចូលមកបាទដាក់ចេះមកហើយបន្ទាប់មកទៀតពុកម៉ែបងប្អូនយើងដាក់ដៃយើងចូលជាមួយគ្នាអញ្ចេះអាហ្នឹងកធុនធំណាបកែណាបាទសម្រាប់ដែលក្មេងៗគាត់ផ្ដាសាយ